Reading text. The topic, the best learning by yourself. Learning by yourself is one of the best ways to gain knowledge and improve skills. When you study alone, you have full control over your time and learning style. You can choose what to learn, how fast to learn, and which methods work best for you. Self-learning also helps you become more responsible and independent because you do not rely on teachers all the time. For example, using online courses, books, and videos allows you to explore different subjects that interest you. Moreover, learning by yourself helps you develop problem-solving skills and confidence in your abilities. Sometimes it may be challenging without guidance, but it teaches you how to find solutions and manage your own progress. In conclusion, learning by yourself is the best way to grow because it builds independence, discipline, and lifelong learning habits. Thank you for your listening my tapes. Preparing by teacher Thanam បន្ទាប់ពីខ្ញុំបានផ្ដល់អំពីខ្លឹមសារជាភាសាអង់គ្លេសរួចមកខ្ញុំនឹងសម្រាយជាភាសាខ្មែរបន្ថែមទៀតក្រែងឲ្យលោកអ្នកពំយល់បានច្បាស់លាស់ប្រធានបទថ្ងៃនេះគឺវិធីរៀនភាសាអង់គ្លេសល្អបំផុតដោយខ្លួនឯងការរៀនដោយខ្លួនឯងគឺជាវិធីដ៏ល្អបំផុតមួយក្នុងការទទួលបានចំណេះដឹងនិងបង្កើនជំនាញនៅពេលអ្នកសិក្សាដោយខ្លួនឯងអ្នកអាចគ្រប់គ្រងពេលវេលានិងរបៀបរៀនរបស់អ្នកដោយពេញលេញអ្នកអាចជ្រើសរើសអ្វីដែលត្រូវរៀនល្បឿននៃការរៀននិងវិធីសាស្ត្រដែលសមស្របបំផុតសម្រាប់ខ្លួនការរៀនដោយខ្លួនឯងក៏ជួយឲ្យអ្នកក្លាយជាមនុស្សដែលមានទំនួលខុសត្រូវនិងឯករាជ្យជាងមុនពីព្រោះអ្នកមិនត្រូវពឹងផ្អែកទៅលើគ្រូជានិច្ចទេឧទាហរណ៍ការប្រើវគ្គសិក្សាអនឡាញសៀវភៅនិងវីដេអូអាចជួយឲ្យអ្នកស្វែងយល់អំពីប្រធានបទផ្សេងៗដែលអ្នកចាប់អារម្មណ៍លើសពីនេះការរៀនដោយខ្លួនឯងក៏ជួយអភិវឌ្ឍជំនាញដោះស្រាយបញ្ហានិងជំនឿលើសមត្ថភាពខ្លួនឯងផងដែរទោះបីវាមានភាពលំបាកខ្លះៗក៏ដោយវាក៏បង្រៀនឲ្យអ្នកស្វែងរកដំណោះស្រាយនិងគ្រប់គ្រងការរីកចម្រើនរបស់អ្នកផ្ទាល់សរុបមកការរៀនដោយខ្លួនឯងគឺជាវិធីល្អបំផុតក្នុងការលូតលាស់ពីព្រោះវាបង្កើនឲ្យមានឯករាជ្យវិន័យនិងទម្លាប់រៀនជារៀងរហូតសូមអរព្រគុណនិងអរគុណយ៉ាងក្រៃលែងដែលសន្តាប់វីដេអូរបស់ខ្ញុំបាទរៀបរៀងដោយលោកគ្រូថានឹម